សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតើតើងទៅនឹងថ្ងៃនេះគឺខ្ញុំថតតើតើងទៅនឹងតូបលក់ចាប់ហួយរបស់ខ្ញុំអូខេអញ្ចឹងមុខរបរនេះវាសាមញ្ញហើយចំណូលមិនបានច្រើនទេក៏ប៉ុន្តែមិនបានជាប្រចាំអញ្ចឹងណាបងប្អូនទាំងអស់គ្នាចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ណាបង្កើតមុខរបរលក់ចាប់ហួយអាចបង្កើតបានយើងដាក់អីវ៉ាន់ឲ្យបានរៀងច្រើនតិចទៅបាននេះជាអីវ៉ាន់របស់ខ្ញុំដាក់អត់សូវច្រើនប៉ុន្មានទេដោយសារខ្ញុំលក់នៅក្នុងភូមិដែរបាទបងប្អូនទាំងអស់គ្នាបើសិនជាចង់ណាចង់បើកតូបចាប់ហួយអីអាចបើកបានដោយសារតែមុខរបរនេះគឺចំណូលបានជាប្រចាំអញ្ចឹងណាហើយយើងមិនបើកទៅបានណាបើកដល់តូបទៅគឺមានអតិថិជនចាំស្អែកតែម្ដងព្យាយាមតិចដងណាហើយបើកដំបូងកុំទាន់ណាបើកធំបាទបើកតូចដូចខ្ញុំចឹងទៅតែខ្ញុំបើកអត់ធំទេបាទហើយចាប់ដើមមានអតិថិជនបាទបាទពេលតូបខ្ញុំធំប៉ុន្តែខ្ញុំខាងនេះខ្ញុំអត់បើកណាខ្ញុំបើកកាន់មកជារៀងទេបាទ